អ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដុសខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់យុវជនជំនាន់ឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper គៀកដល់ការប្រកួតវគ្គផ្ដាច់ព្រាត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏លេចលឺព័ត៌មានថាអ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកបដិបដាបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់ថ្នាក់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការជ្រើសរើសជាក់ស្ដែងក្នុងសប្តាហ៍ទី2ក្នុងវគ្គ United នេះមានបេក្ខជនឆ្នាំជាច្រើនដែលបានចាប់ដៃគូគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នាំបំផុតនោះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយខ្នងក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំឲ្យកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverages បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភី100លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នើមដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀង Rap មិនតែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀង Rap Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Clap Your Hand និង CG Moment ជាដើមដើម្បីដកខាត់យុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកចម្រៀង Rap ដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រី Rap នៅកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ United បេក្ខជនឆ្នាំជាច្រើនពោពេញទៅដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការជ្រើសរើសអ្នកខ្លាំងលើអ្នកខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជ័យលាភីបានកុំភ្លេចចូលរួមទស្សនាជាមួយនឹងកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់